ខ្ញុំបានឃើញវីដេអូមួយនៅខាងក្រុមការងាររំដួល TV គឺថាតរ៉េនលក់តម្លៃ1គីឡូ5000រៀលនៅស្រុកមេមត់ខេត្តត្បូងឃ្មុំតែម្ដងតរ៉េនដូនតាម1គីឡូតែ5000រី6 1គីឡូ6000មិនថងអាល្មមគីឡូ12000បងប្អូនអញ្ចឹងនៅពេលដែលខ្ញុំឃើញបែបហ្នឹងគឺថានៅអត់ស្ងៀមទេគឺថាយើងនឹងទៅស្រុកមេមត់ខេត្តត្បូងឃ្មុំដើម្បីទៅរកទិញតរ៉េន1គីឡូ5000រៀលហ្នឹងតែអញ្ចឹងខ្ញុំក៏អត់ចាំយូរដែរគឺថាចេញពីភ្នំពេញទៅជាមួយនឹងគ្រួសារមីងពូអ៊ំហើយនឹងអ៊ីខ្ញុំគឺថាចេញពីភ្នំពេញទៅកាន់ស្រុកមេមត់ខេត្តត្បូងឃ្មុំដើម្បីទៅរកតរ៉េន1គីឡូ5000រៀលអញ្ចឹងគឺថាយើងធ្វើដំណើរឆ្ងាយគឺថាយើងអត់ផ្លេចជាមួយនឹងភេទជ្ជៈនៅពេលដែលយើងងុយគេងគឺថាយើងអាចញ៉ាំជាមួយនឹងភេទជ្ជៈនឹងបានដើម្បីកាត់បន្ថយពីការងុយដេញផងដែរអញ្ចឹងដើម្បីសុខភាពទាំងអស់គ្នាគឺថាយើងមានតែភេទជ្ជៈនឹងទេចុះឥឡូវនេះគឺថាយើងធ្វើដំណើរបានប្រហែលជាជិត2ម៉ោងជាងហើយអត់ទាន់បានផុតពីព្រំដែនខេត្តព្រៃវែងទេគឺថានៅសល់ប្រហែលជា1ម៉ោងកន្លះទៀតទៅ2ម៉ោងទៀតគឺថាយើងទៅដល់ស្រុកមេមត់ខេត្តកំពង់ចាមហើយអញ្ចឹងគឺថាផ្លូវរៀងឆ្ងាយដែរគឺថាយើងឈប់សម្រាកបន្តិចទៅយើងបត់តែបត់ជើងតាមផ្លូវតិចទៅបន្ទាប់មកគឺថាយើងនឹងធ្វើដំណើរបន្តទៀតទៅកាន់ស្រុកមេមត់ខេត្តត្បូងឃ្មុំនឹងតែម្ដងសូឥឡូវនេះគឺថាយើងមកដល់កន្លែងដែលខាងក្រុមការងាររំដួល TV គឺថាគាត់មកថតនៅកន្លែងផ្សារតូចហ្នឹងអ្នកគ្នាផ្សារតូចដែលមានលក់តរ៉េនច្រើនមែនតើឥឡូវនេះគឺថាយើងមកដល់ផ្ទាយអ្នកគ្នាគឺថាឃើញតរ៉េនច្រើនមែនតើក៏ប៉ុន្តែអ្វីដែលសំខាន់គឺថាយើងសេតថាមែនតើនៅពេលដែលយើងមកដល់ភ្លាមគឺថាយើងសួររកតរ៉េន1គីឡូ5000រៀលគឺថាអត់មានទេអញ្ចឹងគឺថាគេបានទិញអស់ហើយយើងមកក្រោយគេអញ្ចឹងអ្នកគ្នាអញ្ចឹងគឺថាយើងចេញពីភ្នំពេញមកវាឆ្ងាយដែរអញ្ចឹងគឺយើងមកដល់នឹងរៀងថ្ងៃដែរអញ្ចឹងគឺថាអ្នកនៅចិត្តហ្នឹងគឺថាគាត់ទិញអស់ហើយអាតរ៉េន1គីឡូ5000នេះគេហៅតរ៉េនដូនតាហ្នឹងណាអញ្ចឹងគឺថាយើងនឹងធ្វើការដើររកទិញដើម្បីបំពេញបេសកកម្មយើងគឺថាដើម្បីរកតរ៉េន1គីឡូ5000រៀលហ្នឹងអញ្ចឹងគឺថាអត់ចាំយូរទេគឺថាអ៊ំពូមីងជាមួយនឹងអ៊ីបងប្អូនខ្ញុំគឺថាគាត់នឹងទៅរកកន្លែងមួយទៀតគាត់ថាគាត់ស្គាល់អញ្ចឹងណាកន្លែងហ្នឹងគឺនៅកន្លែងផ្ទះតូចមួយទេកន្លែងហ្នឹងគឺថាមានតរ៉េនច្រើនមែនតើច្រើនធឺមែនតើតែគេលក់វាមាន5000រៀល12000 13000ទៅ18000 20000អីចឹងទៅអញ្ចឹងគឺថាយើងទៅការដើរតាមផ្លូវនឹងឆ្ងាយមែនតើពីផ្សារតូចអញ្ចឹងទៅកាន់ផ្ទះមួយហ្នឹងមានញ៉ាំបានគ្នាមកមានបែកគ្នាដែរទៅផ្សារពលមនុស្សវិញវល់មកនេះវល់មកដាក់អត់ต้องទៅចិត្តដាក់អូនតាបងឲ្យយកថងប្រក់អត់មួយមើលគូយកនេះទេស្អាតពេញព្រោះល្អខ្ញុំចង់ទៅមើលឲ្យលោកមានកន្លែងគេហូបបាននេះពេញ2ថ្ងៃទៀតហើយនេះបងស្រីជាអ្នកលក់គាត់កំពុងតែវះកាត់យកសាច់ដើម្បីខ្ញុំភ្លក់នៅកន្លែងហ្នឹងតែម្ដងតើតរ៉េន1គីឡូ5000រៀលហ្នឹងវាមានរសជាតិយ៉ាងណាដែរខុសពីតរ៉េនថ្លៃអញ្ចឹងណានេះគឺជាសកម្មភាពកំពុងតែយើងភ្លក់អីណាគ្នានាងម៉ាក់ខ្ញុំហើយនឹងមីងបងប្អូនខ្ញុំកំពុងតែភ្លក់អីណារួមទៅគឺថារសជាតិវិញគឺវាមិនខុសគ្នាប្រហែលទេជាមួយនឹងតរ៉េនដែលមានតម្លៃថ្លៃគ្រាន់ថាតរ៉េនដែលមាន1គីឡូ5000នេះគឺថាវាមានប្រេះវាមានខូចតូចអីចឹងទៅដាក់ទេអស់ហើយដាក់ទេនំអស់ខ្ញុំទេជាតិមែនតើឆ្លៃនឹងខាងអីគេតែមកឲ្យផ្សាយឲ្យបាខាងមែនតើតរ៉េនរបស់គាត់ចូលចិត្តចាំមើលហូបហើយណាគេចេញលុយចាំមើលហើយនេះគឺថាដល់វេនខ្ញុំកំពុងតែភ្លក់ម្ដងហើយគឺថានៅពេលដែលយើងដាក់ចូលមាត់ដំបងគឺថាតរ៉េនគឺរសជាតិដូចតរ៉េនថ្លៃអញ្ចឹងវាមិនខុសគ្នាជាមួយតរ៉េនថ្លៃទេគឺថាតរ៉េនថោកមែនប៉ុន្តែមានរសជាតិឈ្ងុយនៅដូចគ្នាទៅតាហើយអ្នកគ្នាទោះបីជាវាឆ្ងាយយ៉ាងណាក៏ដោយគឺថាយើងចាក់ចេញពីភ្នំពេញទៅរកស្រុកមេមត់ខេត្តត្បូងឃ្មុំគឺថាយើងទៅរកតរ៉េន1គីឡូ5000រៀលគឺថាយើងជោគជ័យបាត់ទៅហើយអានេះគេអាដូចគ្នាមួយគេឃើញអាមិញអានេះនេះដាក់ចឹងហើយសម្រាប់1គីឡូ5000នេះគឺថាដូចជាអស់ហើយដូចជាវាមិនមានច្រើនទេអញ្ចឹងហើយគាត់ក៏ពូមីងអ៊ំហើយនឹងតាមខ្ញុំគាត់ថាគាត់នឹងរកទិញតរ៉េនបន្ថែមទៀតដែលមានតម្លៃដូចជាខ្ទង់12000ទៅ18000ហ្នឹងគាត់នឹងធ្វើការទិញបន្ថែមទៀតដើម្បីយកចែកឲ្យបងប្អូនហូបបន្ថែមទៀតគាត់ថាតរ៉េនថោកតរ៉េនតែមានធូរថ្លៃទេគឺកម្រមានមែនតើពិសេសខ្លាំងមែនតើសម្រាប់ឆ្នាំនេះគាត់ថាមានតរ៉េនឆ្ងាញ់ហើយមានតម្លៃសមរម្យបែបនេះចឹងសម្រាប់បេសកកម្មនៃការរកតរ៉េន1គីឡូ5000រៀលនេះគឺថាយើងជោគជ័យបាត់ហើយអញ្ចឹងគឺយើងរៀបចំឡើងមកភ្នំពេញវិញកុំឲ្យយប់តនគឺថាយើងនឹងចំណាយពេលតាមមួយថ្ងៃតែបន្តដើម្បីទៅរកតរ៉េន1គីឡូ5000រៀលហ្នឹងគឺយើងអត់នៅដល់យប់ទេអញ្ចឹងជាចុងក្រោយគឺថាបេសកកម្មយើងនៃការរកតរ៉េន1គីឡូ5000នៅស្រុកមេមត់ខេត្តត្បូងឃ្មុំនេះគឺថាយើងជោគជ័យ